បងបងខ្ញុំឡើងណានោះដំរីនោះអាតូចបងឯងគេថាខ្ញុំអញ្ចឹងបងឯងមើលយើងរៀនសកលយើងជាអាហ្នឹងស្អីវាអត់ត្រឹមត្រូវតើសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ vlog របស់ខ្ញុំម្ដងទៀតហើយដែល vlog ខ្ញុំថ្ងៃហ្នឹងគឺខ្ញុំទៅដើរលេងសង្ក្រាន្តនៅសាលាបឹងតបៃតាំងក៏ប៉ុន្តែក៏អត់មាន plan ដែរតាំងអង្គុយនៅកាហ្វេមួយមកផែកខ្ញុំសុកទៅក៏សម្របសម្រួលគ្នាថាទៅហ្មងទៅណាមួយវានៅជាប់គ្នាដែរអានេះដល់ពេលដែលយើងនិយាយគ្នាត្រូវហើយក៏នាំគ្នាចេញពីកាហ្វេហើយក៏ទៅសាលាបឹងតបៃហ្នឹងហើយណាមួយឃើញគេចាំមួយថ្ងៃហ្នឹងតំណងធំដែរដូចជាមាន150ស្តង់ជាងហើយពេលដែលខ្ញុំទៅហ្នឹងវាខ្ទង់ម៉ោង2ជាងទេតែបើនិយាយពីមេឃវិញមកក្តៅបដៅមកថងដៃធឿនធីរ៉ាហ្មង100លើ100មកនេះតិចអត់បងតិចអត់ជាក់ខ្លាំងណាដល់កន្លែងតិចតាបងបងខ្ញុំឡើងណានោះដំរីនោះអាតូចបងឯងគេថាខ្ញុំអញ្ចឹងបងឯងមើលយើងរៀនសកលយើងតិចអាហ្នឹងស្អីវាអត់ត្រឹមត្រូវនេះដោយអ្នកទាំងអស់គ្នាមើលនៅក្នុងវីដេអូហ្នឹងបានវាមិនថាអត់មនុស្សសោះទេតែក៏មិនមនុស្សច្រើនណាស់ដែរណាមួយប្រហែលជាដោយសារថ្ងៃខ្ទង់ម៉ោង2ជាងហើយពេលដែលខ្ញុំមកនេះក៏អត់ស្មានគេលក់អីច្រើនណាស់ដោយសារវារៀងនៅថ្ងៃអញ្ចឹងទៅខ្ញុំក៏ដើរឃើញទឹកមានទៅក៏ទិញទៅណាមួយចំពេលមេឃក្តៅអញ្ចឹងផងបើខ្ញុំបានទឹកមានទៅកប់សេរីយកមកបងឯងមានអីនិយាយខ្ញុំដាក់ក្នុងវីដេអូចាមានអីនិយាយខ្ញុំដាក់ក្នុងវីដេអូកុំភ្លេចមកលេងសង្ក្រាន្តនៅវិទ្យាល័យហងអ្នកនរគ្នាក៏ចូលមកទៅនៅខម៉ាដាមកងោកនេះកន្លែងគាត់មានលក់ទឹកមានហើយឥឡូវពេលខ្ញុំមក8ថ្ងៃវាក្តៅតែមិនរៀងគួរសមដែរតែមានអារម្មណ៍ថា8ថ្ងៃវាអត់ស្មានលេងគីឡូពេលយប់គេមានកម្មវិធីច្រើនទៀតអញ្ចឹងបើអ្នកទាំងអស់គ្នាណាគេចង់មកលេងមកអត់អីទេនៅសាលាបឹងតបៃអើបងនេះពេលដែលខ្ញុំទិញទឹកមានហើយខ្ញុំក៏ដើរទៅថ្នាក់វិញណាមួយវាពេលថ្ងៃចឹងវាអត់ស្មានលេងណែហ្នឹងហើយអូយមកដល់ថ្នាក់មើលតែក្បាលលើដឹងហ្នឹងហត់មកថៃរោម្នាក់នោះ